នៅក្នុងព្រៃមានពន្លឺថ្ងៃក្តៅចាំងពីលើមេឃបាក់សីជ្រៀងលើដើមឈើមានកម្ពស់ខ្ពស់ការេកស្គុះស្គាយអណ្ដើកដើរយឺតស៊ីស្លឹកឈើនិងផ្លែឈើមួយចំនួនព្រោះឃ្លានយូរពេកអណ្ដើកចាប់ផ្ដើមឆ្លងកាត់ផ្លូវធំមួយដែលកាត់តាមក្នុងព្រៃរថយន្តធំមួយគ្រឿងបើកយ៉ាងលឿនពីចម្ងាយឆ្ពោះទៅរកអណ្ដើកយ៉ាងសាហាវឃោរឃៅឡានបុកអណ្ដើកហើយវាប្រឹងរកបន្ថែមលឿនដីបានហើរឡើងហុយឡោមហើយរថយន្តបានបើករត់បាត់អណ្ដើកដេកនៅចិញ្ចើមផ្លូវយំទាំងឈឺចាប់ដូចជំចាំម៉ែមកពីផ្សារពេទ្យទុនសាយដើរតាមផ្លូវមួយដែលស្ងាត់ហើយវាលេងសប្បាយរីករាយពេញមួយថ្ងៃបណ្ឌិតទុនសាយឃើញអណ្ដើកនៅតាមផ្លូវក៏ស្ទុះរត់ទៅជួយយ៉ាងស្រស្រាក់ស្រស្រាំជាទីបំផុតវិជ្ជាបណ្ឌិតទុនសាយលុតជង្គង់ហើយបើកឧបករណ៍វេជ្ជសាស្ត្រដែលជ្រះចាប់យូរហើយដើម្បីធ្វើការព្យាបាលគាត់បានរុំរបួសរបស់អណ្ដើកយ៉ាងប្រុងប្រយ័ត្នហើយផ្ដល់ថ្នាំដល់អណ្ដើកទុកលេប3បុកបន្ថែមសត្វផ្សេងទៀតមកមើលដោយចង់ដឹងថាអ្នកណាត្រូវគ្រោះថ្នាក់និងអ្នកណាខុសអ្នកណាត្រូវវិជ្ជាបណ្ឌិតទុនសាយលើកអណ្ដើកដោយថ្នមដាក់លើទេះឈើតូចមួយយ៉ាងលំបាកគ្លីនិកតូចមួយដ៏កក់ក្ដៅដែលធ្វើពីឫសនិងស្លឹកឈើមើលទៅគួរឲ្យខ្លាចតែខាងក្នុងមានភាពស្រស់ស្ងាត់នៅខាងក្នុងគ្លីនិកវិជ្ជាបណ្ឌិតទុនសាយនៅតែបន្តព្យាបាលនិងមើលថែអណ្ដើកជារៀងរាល់ថ្ងៃអណ្ដើកសម្រាកនៅលើគ្រែដ៏កក់ក្ដៅនៃស្លឹកនិងត្រជាក់ជាងម៉ាស៊ីនត្រជាក់ទៀតសត្វអណ្ដើកមួយក្បាលកំពុងដេកព្យាបាលបន្តិចម្ដងនិងប្រញ៉ាំកាហ្វេឌឺគ្រូពេទ្យទាំងញឹមអណ្ដើកអន់ក្បាលញឹមអរគុណទៅបណ្ឌិតទុនសាយដោយក្ដីរីករាយអណ្ដើកនិងទុនសាយដើរជាមួយគ្នាតាមផ្លូវក្នុងព្រៃដោយភាពសប្បាយរីករាយសត្វទាំងអស់ប្រមូលផ្ដុំគ្នាដើម្បីអបអរមិត្តភក្តិដែលទើបតែជាពីរបូរនៅក្នុងជាកន្លែងមានសន្តិភាពបំផុតសម្រាប់សត្វទាំងអស់វិជ្ជាបណ្ឌិតទុនសាយមើលអណ្ដើកដើរដោយក្ដីរីករាយសូមអរគុណ